និយាយទៅបងគាត់សួរច្រើនទេគាត់សួរ LV ខាងយើងនឹងមានប៉ុន្មានក្លិនបាញ់លុយចប់និយាយទៅបងគាត់យកខ្លួន LV ចំនួន4ដុំមានដូចជាខ្លួន LV Symphony Imagination Pacific ជាក៏ដូចជាខ្លួន LV Lemicity សម្រាប់ខ្លួនរបស់ LV Symphony ខ្លួនវាគឺថា fresh ខ្លាំងមែនតើលក្ខណៈបែបរៀងខូចសាប៊ូហើយវាមានក្លិនបែបផ្អែមផ្លែឈើនៅក្នុងហ្នឹងបន្តិចបន្តួចផងដែរនិយាយទៅក្លិននេះគឺថាប្លែកគេអត់ខុសគេយកតែម្ដងសម្រាប់ខ្លួន LV Imagination ក្លិនវាបែបលក្ខណៈរៀងខូច fresh ខ្លាំងមែនតើលក្ខណៈទឹកលាយឡំក្លិនខ្ញីក្លិនតែគឺថាអែមខ្លាំងមែនតើហើយខ្លួន LV Pacific ជាវិញក្លិនវាលក្ខណៈបែបរៀងខូចលាយឡំនឹងក្លិនផ្លែឈើចម្រុះរៀងផ្អែមហើយនៅក្នុងហ្នឹងក៏វាមានក្លិនបែបរៀងហឹលចេញពីជីងកាមផងដែរនិយាយទៅក្លិននេះបើបាញ់នៅកន្លែងសមុទ្រនេះដឹងតែជាតែម្ដងហើយចូលទៅដល់ក្លិន LV Lemicity វិញម្ដងក្លិនវាលក្ខណៈបែបរៀងខូចលាយឡំនឹងក្លិនហឹលដែលចេញពីខ្ញីលក្ខណៈថាក្លិនហឹលច្រើនខ្លាំងមែនតើចេញពីហ្នឹងហើយក៏វាមានក្លិនបែបរៀងផ្អែមតិចផងដែរនិយាយទៅក្លិននេះបែបលក្ខណៈ clean ស្អាតបាតអត់ច្រឡំគេទេអញ្ចឹងបើសិនបើអ្នកនរគ្នាចង់បានទៅ up clone ដែលមានគុណភាពខ្ពស់ហើយតម្លៃសមរម្យមែនតើអ្នកនរគ្នាអាចតាក់ទងមកខាងយើងឥឡូវនេះបាន